សម្រាប់វីដេអូមួយហ្នឹងគឺអត់មានបានពេញនិចបន្តិចបន្តួចមកចែករំលែកដល់ជាងដៃថ្មីដែលជាម៉ូតសក់មួយដែលកំពុងតែពេញនិយមបាទសម្រាប់វីដេអូគឺនៅមានកម្រិតនៅឡើយទេការបង្រៀនក៏ដូចជារបៀបកាត់បាទសូមអធិស្ឋានសម្រាប់មេបាទជាមុនអូខេឥឡូវយើងមកចូលក្នុងវីដេអូពេញរបស់ admin មួយថ្ងៃនេះ admin នឹងមកបង្ហាញតិចនិចងាយៗពីរបៀបកាត់សក់high fade ណាភេទសក់ហ្នឹងគឺជាប្រភេទសក់មួយដែលយើងកាត់ពិបាកណាមិនមែនងាយទេណាបាទសម្រាប់យើងកាត់បានតម្រងសក់មួយគឺពិបាកណាស់យើងមិនមែនឈូសឲ្យតែបានទេយើងមិនមែនឈូសសធម្មតាទេគឺវាឈូសសបែបមានស្រមោលណាអូខេឥឡូវយើងចូលក្នុងការឈូសរបស់ខ្ញុំពាក់ពុំមួយកន្លះណាប្រហែលក៏ដូចជាជាងថ្មីណាបាទយើងឈូសមួយកន្លះហ្នឹងយើងសេរីថ្មីហើយយើងមកកំណត់តម្រងសក់ដែលយើងកាត់សិនណាបាទយើងកំបានន័យថាយើងកំណត់ទៀតឬកណ្ដាលឬខ្ពស់ណាអូខេបន្ទាប់ពីយើងកំណត់ទៅហើយខ្ញុំមកប្រើលេខ0គឺនឹងខ្ញុំសេរីថ្មីណាខ្លាំងជា 0.5 ណាបាទកន្លែងចំណុចនេះហើយជាចំណុចមួយដែលធ្វើឲ្យជាងពិបាកបាទជាពិសេសគឺជាងដៃថ្មីណាឃើញអត់គឺវាមានระดับរបស់វាអានេះថាកំណត់ពីកន្លែងលេខ0កន្លះនេះទៅផ្នែកខាងលើគឺយើងដេញសមោលវាណាហើយផ្នែកខាងក្រោមគឺលេខ0សេរីថ្មីនេះតែខាងក្រោមគឺសបានន័យថាសរលោងឬសម៉ត់គឺចិត្តនឹងសាច់ណាតទៅខាងលើគឺយើងដេញសមោលវាទៅខាងលើទៀតណាបាទមិនមែនចេះទៅឈូសឲ្យតែបានទេបន្ទាប់ពីខ្ញុំឈូសលេខ0សេរីថ្មីហើយជួយខ្ញុំមកពាក្យមួយវិញលេខ1ខ្ញុំសេរីថ្មីដូចគ្នាយើងឈូសផ្សារទៅជិបនៅចំណុចខាងលើណាយើងបែនវាជាតង់វាណាកញ្ញាបើកវាមកវិញលេខ1ពេញឈូសផ្នែកខាងក្រោម1កន្លះបាទមិនមែនឈូសឲ្យតែបានទេណាសមត្ថសក់នេះគឺត្រូវតែព្យាយាមមើលឲ្យមើលទៀតណាបើយើងចំណាយពេលគឺកាត់យ៉ាងយូរបាទជិតកន្លះម៉ោងឬក៏កន្លះម៉ោងជាងណាតាមតម្រងក្បាលអូខេដល់លេខ1ហើយយើងមកពាក្យ 0.5 យើងសេរីថ្មីដូចគ្នាសេរីថ្មីចុះក្រោមបន្ទាប់មកយើងបើកវាឡើងលើវិញហើយយើងធ្វើការលុបវាណាកន្លែងនេះគឺខ្ញុំពាក្យតែកន្លែងណាដែលសំខាន់ទេបន្ទាប់មកគឺខ្ញុំនឹងមកផ្ដាច់ផ្នែកខាងក្រោមចោលតពីកន្លែងលេខ 0.5 សេរីថ្មីណានឹងហើយដែលគេហៅថាសក់លក្ខណៈ fade ឬក៏ការដេញសមោលបែប style ជនជាតិណាបាទមិនមែនងាយស្រួលទេបាទសូមបញ្ជាក់ណាការកាត់សក់បែបនេះណាយើងត្រូវចំណាយពេលយូរយ៉ាងយូរគឺ30នាទីណាបើមិនជាកន្លែងខ្លះអាចនឹងយូរជាងនេះដោយសារកាត់បានចិត្តផ្ចង់មែនទែនណាមិនថាជាងដៃចាស់ដៃថ្មីទេសូម្បីតែខ្ញុំក៏ដែរបាទទំរឹមតែបានមួយម៉ូតសក់ហ្នឹងណាបាទយើងតពីកន្លែងយើងកំណត់ជាមួយនឹងលេខ 0.5 ហ្នឹងគឺយើងមកប្រើលេខ 0 ពេញណាដើម្បីលុបបំបត្តិស្នាមដែលយើងឈូសអាចជាមួយនឹងម៉ាស៊ីនកោឬក៏ម៉ាស៊ីនចាប់ជាងសក់ហ្នឹងឯងយើងសង្កេតមើលទៅមកកន្លែងណាដែលវានៅស្នាមគឺយើងពាកវាតាមហ្នឹងណាបាទសង្ឃឹមតែយល់នៅអ្វីដែល admin បាននិយាយណាម៉ូតសក់ហ្នឹងគឺចេញហើយបាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ admin បាត់កុំភ្លេចជួយ like ជួយ share ហើយនឹង comment លេខមួយផងបាទវីដេអូគឺនៅមានកម្រិតនៅឡើយទេបាទអរគុណច្រើន